ក្រសួងបរិស្ថានតម្រូវឲ្យអ្នកផ្គត់ផ្គង់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកប្រមូលសំណល់ដែលប្រើប្រាស់រួចភ្នំពេញក្រសួងបរិស្ថានតម្រូវឲ្យអ្នកនាំចូលឬផ្គត់ផ្គង់ផ្ដាច់មុខលើបរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកទទួលខុសត្រូវលើការប្រមូលសំណល់ដែលប្រើប្រាស់រួចហើយសំដៅពង្រឹងការគ្រប់គ្រងប្រកបដោយសុវត្ថិភាពនេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងបរិស្ថាននាថ្ងៃទី18ខែមិនិនាករណីនេះក្រសួងបានណែនាំឲ្យអ្នកនាំចូលឬផ្គត់ផ្គង់អនុវត្តប្រព័ន្ធប្រមូលខ្លួនឯងដោយមានការអនុញ្ញាតពីក្រសួងបរិស្ថានឬសហការជាមួយក្រុមហ៊ុនផ្ដល់សេវាប្រមូលសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកដែលមានលិខិតអនុញ្ញាតពីក្រសួងបរិស្ថានក្នុងការប្រមូលនោះដែរត្រូវរៀបចំដាក់ស្លាកសញ្ញាសម្គាល់ប្រភេទសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិករៀបចំទីតាំងទុកដាក់ចុងក្រោយសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកដែលប្រមូលបានឬត្រូវនាំត្រឡប់ទៅប្រទេសដើមវិញជាមួយគ្នានេះម្ចាស់អាជីវកម្មទាំងអស់ត្រូវរាយការណ៍ពីបរិមាណប្រភេទបរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកដែលបាននាំចូលព្រមទាំងបរិមាណនិងប្រភេទសំណល់បរិក្ខារអគ្គិសនីនិងអេឡិចត្រូនិកមកក្រសួងបរិស្ថានរៀងរាល់6ខែម្ដង